សូមចម្រើនពរញាតិញោមពុទ្ធបរិស័ទហើយគ្រប់គ្នាហើយថ្ងៃនេះខ្ញុំមានអាត្មាភាពដឹកនាំកុសាមនៅវត្តត្រាំងមកទស្សនាកិច្ចនៅប្រាសាទប្រខ័នឥឡូវយើងកំពុងដើរចូលក្នុងច្រកយើងបានអញ្ជើញទស្សនាបានបងលំស្រេចត្រជាក់កាយាអីយ៉ាដើមកណ្ដាលគឺពុទ្ធសាសនាឥឡូវយើងមកដល់ផ្លូវចូលបន្លែមានទេសភាពស្អាតហើយក្រៃលែងប៉ុន្តែកន្លែងខ្លះត្រូវបានបែកបាក់ដោយកន្លែងនឹងជាដើមអូតែឃើញទៅពីស្អាតយកមើលខ្ញុំអាចតំណែងចេញមកទស្សនកិច្ចបានណានេះសតាញាតិញោមគាត់ចេញមកមើលម្ដាលឡៃនៅប្រាសាទប្រខ័ន